ផលមួយដែលគេចែកចាយជាវ៉ាយណាជាសកលអញ្ចឹងសម្រាប់មិនថារបស់ប្រើប្រាស់ទេប្រេនសម្លៀកបំពាក់ប្រេនខោអាវផ្សេងទេគឺវាមានបែរថាម៉ាក់យីហោប្រេនត្រឹមត្រូវផលិតផលគេស្តង់ដារត្រឹមត្រូវអញ្ចឹងពាក្យថាស្តង់ដារហ្នឹងបែបម៉េចចាអញ្ចឹងពាក្យថាស្តង់ដារបែបម៉េចគឺអាហ្នឹងយើងនឹងតាមដានស្វែងយល់ទាំងអស់គ្នាអាចរយៈពេលប្រហែលត្រឹមតែ20នាទីទៅ30នាទីទេសួស្តីចាសួស្តីបងព្រំប្រៃសុខសប្បាយបងអញ្ចឹងកលេចមកមើលពាក់ព័ន្ធទៅនឹងទីផ្សារបច្ចុប្បន្ននៅក្នុងយើងវិញយើងនិយាយថាលើទីផ្សារមិនខ្ញុំអត់សំដៅលើតែអនឡាញនៅក្នុងអនឡាញទេទីផ្សារដូចជាមួយយើងមើលកលេចមើលទៅក្នុងម៉ាតចាយើងមើលទៅលើកន្លែងលក់ដូរជាផ្សារទំនើបចាជីហោឬក៏កន្លែងលក់គ្រឿងក្អូបផ្សេងគឺយើងមើលឃើញផលិតផលចម្រុះត្រូវអត់អញ្ចឹងបើសិនជាបុគ្គលហ្នឹងគាត់ដើរទៅក្នុងម៉ាតចាគាត់ចូលទៅទិញឧទាហរណ៍ចាស់ការរកទិញថ្នាំដល់ថ្មិញអញ្ចឹងគាត់កន្លែងទៅមើលឯងគាត់ទី1បើសិនជាបុគ្គលហ្នឹងគឺគាត់ចេះមើលពីម៉ាកផលិតផលគាត់កន្លែងមើលទាំងបាកូដ QR code មើលទាំងពីថ្ងៃខែផុតកំណត់មើលទាំងពីការផលិតអាហ្នឹងអត់បញ្ហាតែបើសិនជាអ្នកខ្លះទៀតគឺគាត់កន្លែងមើលតែតម្លៃឯងប្រហែលជាមានបើន័យថាអ្នកដែលទិញគាត់ទិញមួយគាត់កន្លែងទៅមើលតម្លៃអញ្ចឹងតម្លៃហ្នឹងបើសិនជាតម្លៃហ្នឹងចាក់ពី$2 $3ឬក៏ក្រោម$1អាហ្នឹងគាត់ធ្វើការសម្រេចចិត្តទេឬក៏អ្នកខ្លះមុននឹងឈានដល់ការសម្រេចចិត្តក្នុងការទិញគឺគាត់រើសមើលមួយទៀតគឺរើសមើលទៅលើម៉ាកដែលគាត់ធ្លាប់ប្រើអញ្ចឹងអ្នកខ្លះគាត់ពេញចិត្តចាគាត់ពេញចិត្តគាត់ឆ្លាញ់ទៅម៉ាកដែលគាត់ធ្លាប់ប្រើពីមុនមកគាត់ធ្វើការរើសទៅលើម៉ាកហ្នឹងចាអញ្ចឹងការឈានដល់សម្រេចចិត្តនៅក្នុងការទិញមិនថាជាសេវាកម្មមិនថាជាផលិតផលមួយទេបានន័យថាវាត្រូវឆ្លងកាត់ទៅលើការវិភាគរបស់គាត់ទីវិភាគទៅលើទី1វិភាគទៅលើពាក់ព័ន្ធទៅនឹងផលិតផលម៉ាកហ្នឹងគាត់ធ្លាប់ស្គាល់ពីមុនមកអត់ចាម៉ាកហ្នឹងគាត់ធ្លាប់ដែលឃើញគេប្រើអត់ចាម៉ាកហ្នឹងតម្លៃបែបណាចាម៉ាកហ្នឹងស្តង់ដារអត់ទីក៏ម៉ាកមួយទៀតគាត់អត់ដែលប្រើសោះចាអញ្ចឹងគាត់ចង់សាកល្បងអញ្ចឹងមុននឹងឈានដល់ការសម្រេចចិត្តទិញគឺគាត់រើសមើលបែបហ្នឹងហើយចំណុចសំខាន់នៃការឈានចូលទិញមួយទៀតគឺចំណុចទី2ដែលធំបំផុតគឺ need ចាតម្រូវការដែរឬអត់តើជាតម្រូវការដែលគាត់ធ្វើការជ្រើសរើសដែរឬអត់ចាសួស្តីបងអ្នកចូលមើលក្រោយអរគុណច្រើនសូមតាមដានជាមួយនឹងនាងខ្ញុំរយៈពេលប្រហែលជា20នាទីទៅ30នាទីអីទេអាចបើសិនជាគិតថាវីដេអូដែលខ្ញុំចែករំលែកទៅនេះវាមានអត្ថប្រយោជន៍ក៏ដូចជាចង់ចែករំលែកទៅកាន់បងប្អូនអ្នកនៅក្នុងបណ្ដាញតគ្នាហ្នឹងឲ្យគាត់ចង់ដឹងសូមជួយ share ម្នាក់មួយផងណាអូនធាហើយអ្នកគ្រូសុខសប្បាយអត់ចាសុខសប្បាយទូទៅខ្ញុំកូរ៉ូណាមិនកូរ៉ូណាគឺឡើងចុះស្មើចាអូខេអញ្ចឹងសម្រាប់ទៅលើការទៅលើនេះពាក់ព័ន្ធទៅលើការចែករំលែកទូទៅអញ្ចឹងចាប់ពីពេលនេះទៅខ្ញុំមានធ្វើការអាចមួយថ្ងៃម្ដងឬក៏2ថ្ងៃម្ដងឬក៏អាចតាមរវល់3ថ្ងៃម្ដងខ្ញុំធ្វើការ live ចែករំលែក content ដែលខ្ញុំសារជ្រាវមួយសម្រាប់ទៅកាន់អ្នកទាំងអស់គ្នាបានដឹងចាអញ្ចឹងឥឡូវនេះត្រឡប់មក topic របស់យើងវិញពាក់ព័ន្ធនឹងផលិតផលស្តង់ណាចាអញ្ចឹងសំណួរសួរថាបែបម៉េចជាផលិតផលស្តង់ណាចម្លើយចាចម្លើយយើងមានច្រើនតិចចាចម្លើយមានច្រើនទៅតាមម៉ាករបស់គេទៅតាមលក្ខខណ្ឌមួយអញ្ចឹងខ្ញុំនឹង clear ពីចំណុចមួយដល់ឲ្យបងប្អូនទាំងអស់គ្នាបានដឹងចាបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងឥឡូវយើងចូលមកសួរស្ដីគ្នាបន្តិចណាចាញ៉ាំអាហារពេលល្ងាចហើយទាំងអស់គ្នានៅស្មាននេះហើយមានអ្នកខ្លះប្រហែលជាកំពុងតែគេងខ្លះហើយអ្នកខ្លះក៏នៅទេមើលទៅអូខេឥឡូវពាក់ព័ន្ធទៅនឹងផលិតផលស្តង់ណាអញ្ចឹងចំណុចទី1ដែលខ្ញុំចង់ចែកម្លែកគឺទី1ហើយអូនចាហើយមេពាក់ព័ន្ធទៅនឹងទី1ចំណុចទី1ដែលយើងត្រូវគួរតែដឹងទី1គឺពាក់ព័ន្ធទៅលើ quality របស់ផលិតផលម៉ាក់នោះចាគឺគុណពីគុណភាពផលិតផលមួយហ្នឹងចាគុណភាពនិយាយពីផលិតផលនិយាយពីសេវាកម្មនិយាយពីសម្លៀកបំពាក់ quality គឺសំខាន់មែនតើចាវាសំខាន់ជាងតម្លៃវាសំខាន់ជាងក្រុមហ៊ុនសំខាន់ជាងរោងចក្រចាសំខាន់ជាងអ្នកលក់ចាពេលខ្លះអ្នកលក់ឬក៏អ្នកចែកចាយមួយចំនួនបានថាគុណតម្លៃដែលគាត់ធ្វើគឺអត់ស្មើទៅនឹងគុណ
បែរថាគុណភាពនៃផលិតផលឬក៏ម៉ាកសមាកម្មហ្នឹងឯងចាចាក់ស្ដែងខ្ញុំឃើញមើលសិល្បៈនៃការលក់របស់បុគ្គលមួយចំនួនបែរថាគាត់មានក្រមសីលធម៌ត្រឹមត្រូវគាត់មានបានថាសេវាកម្មរបស់គាត់ល្អសួស្ដីអ្នកគ្រូស្អាតចាសួស្ដីបងចាអញ្ចឹងពាក់ព័ន្ធទៅនឹងគុណភាពគឺអាស្រ័យមិនអាស្រ័យទៅលើពេលខ្លះអ្នកលក់ហ្នឹងគាត់អត់សូវជាធ្វើបានល្អឯងថាក្រុមសីលធម៌នៃការលក់របស់គាត់អត់សូវបានពេញលេញឯងចាគុំតែផលិតផលគេល្អហេតុអីនៅតែមានអ្នកទៅមើលហេតុអីមានអ្នកតែងតែ support គ្រប់គ្រងទិញចាហើយសមាកម្មចំនួនមួយទៀតក្រុមហ៊ុនលក្ខណៈធំមែនតើចាក្រុមហ៊ុនធំមែនតើគុំតែសេវាកម្មរបស់គេលក់សេវាកម្មណាចាសេវាកម្មគេគឺគេល្អខ្លាំងមកហ្មងចាគុំតែចែកដោយឡែកថាបុគ្គលិកអ្នកដែលធ្វើការហ្នឹងឯងចាដែលគាត់លក្ខណៈចេញមកបែរជាភ្លាវចេញពីគុណភាពសេវាកម្មរបស់គេហ្នឹងចាអញ្ចឹងចំណុចទី1ដែលក្តៅកគោកពីផលិតផលស្តង់ដារហ្នឹងគឺទៅលើ quality ហ្នឹងតែម្ដងចាផលិតផលហ្នឹងមានគុណភាពបែបណាចាផលិតផលហ្នឹងគុណភាពប្រើបានតែមួយខែទេចាខោអាវអីហ្នឹងពាក់បានតែម្ដងពីរដងទេបោកតាក់ទៅហិចស្គួយអស់ហើយចាអញ្ចឹងសំខាន់ទៅលើគុណភាពហ្នឹងបុគ្គលជាដើមចាបុគ្គលឬក៏គាត់លក់សេវាកម្មហ្នឹងរូបផលិតផលហ្នឹងចាបើសិននិយាយពីផលិតផលវិញផលិតផលគេមិនសូវជាល្អណាស់ទេតែសេវាកម្មគេ support ទៅការដឹកជញ្ជូនគេរាក់ពាក់ភ្ញៀវគេផ្ដាច់ follow up ជាមួយភ្ញៀវចាហ្នឹងគឺបានន័យថាគាត់មានគុណតម្លៃគុណបានន័យថាគុណភាពនៃសេវាកម្មរបស់គាត់គឺលំដាប់មួយឯងចាវាជួយនឹងគ្រប់គ្រងជាមួយនឹងគុណភាពផលិតផលរបស់គាត់បន្ថែមតាមក្រោយទៀតអញ្ចឹងពីរហ្នឹងគឺវាបូកបញ្ចូលមួយគ្នាចាពីរហ្នឹងបូកបញ្ចូលជាមួយគ្នាអូខេអញ្ចឹងខ្ញុំគិតថាបងប្អូនយើងនៅកំពុងមើលនេះគឺគាត់ស្វែងយល់ច្រើនពីគុណភាពចាអូខេអញ្ចឹងយើងកន្លែងទៅមើលចំណុចទី2ចាចំណុចទី2ដែលខ្ញុំចង់ចែកម្លែកទៅលើហ្នឹងគឺយើងកន្លែងទៅមើលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនចាពាក់ព័ន្ធទៅមើលក្រុមហ៊ុនចាតើក្រុមហ៊ុនហ្នឹងមានបង្កើត brand ម៉ាកផលិតផលមួយដែរឬអត់ចាហើយក្រុមហ៊ុនហ្នឹងតើគាត់បានប្រភពមកពីណាផលិតផលមួយហ្នឹងចាអូខេហើយតើក្រុមហ៊ុនហ្នឹងបង្កើតឡើងរយៈពេលប្រហែលឆ្នាំហើយមានច្បាប់ត្រឹមត្រូវអត់ចាគុណភាពខ្ញុំមើលនិយាយពីគុណភាពហើយខ្ញុំក៏លេខទៅលើពីរោងចក្រពីក្រុមហ៊ុនដែលផលិតហ្នឹងអញ្ចឹងគឺរឿងដែលសំខាន់មួយនោះមួយចំនួនទៀតផលិតផលហ្នឹងលក់នៅក្នុងតាលុកបែរថានៅក្នុងស្រុកទេឬក៏ចេញក្រៅស្រុកដែរចាអញ្ចឹងតើគេមើលកន្លែងណាតែគេមើលកន្លែងណាថាតើផលិតផលមួយមុខហ្នឹងលក់បានចរាចរនៅតែក្នុងស្រុកទេផលិតផលមួយមុខណាដែលគេលក់នៅក្នុងក្រៅស្រុកបានចាជាទូទៅពាក់ព័ន្ធទៅនឹងផលិតផលឬក៏ម៉ាកមួយដែលខ្ញុំបបពិសោធន៍ខ្ញុំដឹងខ្ញុំយកមកចែកម្លែកអត់ការ view សោះអត់ការ view សោះមេជួយ share ចូលនៅក្នុងក្រុមឲ្យបានច្រើនម្នាក់តិចមកនេះឌីនិតចាសួស្ដីអាចជួយ share ឲ្យកើនបន្តិចមកព្រោះខ្ញុំអត់បាន share ទេតែពិតខ្ញុំត្រូវ share បានច្រើនបើសិនជាមានដៃគូខ្ញុំឡាយចឹងខ្ញុំជួយ share គាត់ព្រោះខ្ញុំមានក្រុមច្រើនខ្ញុំមាន page មួយចំនួនដែរដល់ពេល live ខ្លួនឯងអញ្ចឹងបើអង្គុយដល់រវល់ដល់ share ហ្នឹងគេចេញទៅវិញអស់ហើយចាតែអត់បញ្ហាទេតតទៀតអាចនៅពេលដែលចប់វីដេអូហ្នឹងមានមិត្តមួយចំនួនគាត់ចូលមកមើលតាមក្រោយថែមទៀតដែរចាតែខ្ញុំចង់ឲ្យផ្ដោតអារម្មណ៍ជាមួយខ្ញុំរយៈពេលទៅត្រឹមតែ20នាទីទៅ30នាទីហ្នឹងតិចដើម្បីចែកម្លែកឲ្យបានស្វែងយល់ទាំងអស់គ្នាព្រោះវាខ្ញុំគិតថាតើរឿងហ្នឹងសំខាន់អត់អ្នកទាំង7នាក់អាចជួយ comment ខ្ញុំមួយម៉ាត់ណា8នាក់តើរឿងការមើលផលិតផលស្តង់ដារហ្នឹងសំខាន់ដែរទេចាអាចជួយ comment ម្នាក់តិចមកបាទខ្ញុំនិយាយតពីព្រោះវាបានថាវា relate ទៅនឹងជាមួយនឹងជីវភាពប្រចាំថ្ងៃរបស់យើងអត់បើសិនជាគិតថាវាសំខាន់វាចាក់ស្ដែងអាចជួយ comment ប្រាប់ខ្ញុំមួយម៉ាត់មកដាក់តែអូខេមួយម៉ាត់ក៏បានដែរឬក៏ yes មួយម៉ាត់ក៏បានដែរចា
ឬក៏បើសិនជាតសែខ្មែរចាឬក៏បាតប្រមាត់ណាអាចជួយ comment ខ្ញុំម្នាក់បន្តិចមកតែខ្ញុំតទៅបន្តិចទៀតអូខេអញ្ចឹងខ្ញុំសង្ឃឹមថានឹងមានការចូលរួមពីអ្នកទាំងអស់គ្នាពាក់ព័ន្ធទៅនឹងដល់ចំណុចទី2ហ្នឹងមិញមើលនិយាយពីពាក់ព័ន្ធទៅនឹងរោងចក្រចាឬក៏ក្រុមហ៊ុនចាមាន2ចំណុចណាអូខេចាអរគុណហ៊ុននេះអរគុណចាអញ្ចឹងមាន2ចំណុចទី1យើងមើលគុណភាពមិនមានមានតែ2ចំណុចហ្នឹងនៃការមើលផលិតផលស្តង់ដារវាមានរហូតដល់ខ្ញុំចែកលេខក្នុងនេះ6 7ចំណុចចាប៉ុន្តែខ្ញុំចង់និយាយថាឥឡូវដល់ចំណុចទី2ចាអញ្ចឹងចំណុចទី1ហ្នឹងយើងនិយាយពីគុណភាពហើយចាចំណុចទី2ខ្ញុំបែងចែករវាងរោងចក្រហើយនិងក្រុមហ៊ុនចែកចាយពីរហ្នឹងខុសគ្នាកម្រមានរោងចក្រណាដែលគាត់កម្រមានរោងចក្រណាដែលគាត់លក់ដែលខ្លួនឯងណាអត់កម្រមានរោងចក្រណាដែលគាត់មកអង្គុយរើសចែកចាយបោះដុំទៅលើទីផ្សារទូទៅលើអ្នកផ្ដាច់បានថាគាត់កាត់ស្តុកធំចាគាត់លក់លក្ខណៈកាត់ធំនៅតាមតំបន់មួយចាតំណាងចែកចាយកម្រមានណាឬក៏អ្នកទិញ brand ឆាយដែលគាត់បង្កើត brand ម៉ាកហ្នឹងចេញពីរោងចក្រហ្នឹងចាកម្រមានណាអញ្ចឹងរោងចក្រយើងត្រូវដឹងថាតួនាទីរបស់គាត់គឺគាត់ជាអ្នកមិនន័យថាគាត់ជាអ្នកផលិតចាហើយរោងចក្រហ្នឹងគេមានផ្នែកគេហៅថា research and develop មួយទៀតដែលអ្នកស្រាវជ្រាវហើយនិងអ្នកអភិវឌ្ឍខាងគ្រឿងខាងរូបមន្តផ្សេងមកក្រុមគ្នាទៀតចាអញ្ចឹងក្នុងហ្នឹងគេបែងចែកតួនាទីគ្នាច្រើនអញ្ចឹងឧទាហរណ៍តែនាងខ្ញុំចង់បង្កើត brand មួយម៉ាកខ្លួនឯងអញ្ចឹងខ្ញុំទៅសហការជាមួយរោងចក្រហ្នឹងមួយមកចាខ្ញុំទៅសហការជាមួយនឹងរោងចក្រមួយមកដើម្បីឲ្យបង្កើត brand ខ្ញុំរត់ការច្បាប់រត់ការពន្ធរត់ការបង្កើតអីផ្សេងបងពន្ធអីផ្សេងតែខ្ញុំទៅចរចាជាមួយរោងចក្រហ្នឹងឲ្យគេផលិតម៉ាកហ្នឹងចាខ្ញុំចង់បានលក្ខណៈគុណភាពបែបម៉េចតែគុណភាពហ្នឹងសមនឹងដាក់តម្លៃលក់ចេញប្រមាណចេញមកបែបណាអញ្ចឹងមកបានខាងខ្ញុំហ្នឹងរត់ការចេញមួយទៀតមកឆ្លងមកចូលដល់រត់លក់មកលក់នៅក្នុងប្រទេសណាមួយចាអញ្ចឹងជាក់ស្ដែងរោងចក្រផ្សេងក្រុមហ៊ុនចែកចាយផ្សេងចាអ្នកបង្កើត brand ហ្នឹងគឺពាក់ព័ន្ធនឹងក្រុមហ៊ុនចែកចាយផ្សេងចាចែកលែកក្តីស្រឡាញ់ចាអរគុណរដ្ឋាប៊ូប៊ូចាត្រូវឲ្យបងចែកម្លែកដល់ការអ្វីដែលខ្ញុំបានដឹងចឹងខ្ញុំបានដឹងខ្ញុំយកមកចែកម្លែកការឲ្យបានឲ្យអ្នកទាំងអស់គ្នាបានដឹងហើយជួយចែកម្លែកជួយអាចណូតចំណាំទាំងអស់គ្នាដើម្បីជាជីវិតរស់នៅប្រចាំថ្ងៃរបស់យើងឯងចាជីវិតប្រចាំថ្ងៃរបស់យើងហើយយើងរស់នៅបែបម៉េចចឹងគឺយើងត្រូវដឹងទាំងអស់ហ្នឹងឯងវាយើងអាចគិតផុតទេមិនថាជាអ្នកមានចាមិនថាយើងនឹងមានរបស់ហូរហៀរបស់ប្រើប្រាស់គ្រប់គ្រាន់ហើយចាមិនថាអ្នកអំជុំទេគឺគាត់ត្រូវតែបែរវាបានន័យថាឆ្លងកាត់ទៅនឹងអ្វីទាំងអស់ហ្នឹងឆ្លងកាត់ទៅលើការប្រើប្រាស់ទូទៅលក់គេលក់លើទីផ្សារទិញរបស់ញ៉ាំទិញនំញ៉ាំចាដូចនំអីផ្សេងទៅដោះគោផ្សេងចាអញ្ចឹងទាំងអស់ហ្នឹងគឺវាឆ្លងកាត់នៅអ្វីដែលយើងត្រូវដឹងយើងចូលម៉ាតចូលផ្សារទំនើបឬក៏ទិញអីវ៉ាន់នៅក្នុងផ្សារយើងតែងតែរើសមកហើយខ្ញុំឧទាហរណ៍នេះមួយទៀតខ្ញុំចូលដល់កន្លែងហ្នឹងលំអិតហើយអញ្ចឹងយើងយកមកបបល់ហើយយើងយកមកមើលហើយយើងយកមកបបល់ហើយយើងចង់ដឹងថានឹងបែបម៉េចទេចាអញ្ចឹងជាក់ស្ដែងនេះវាជាជីវិតយើងប្រចាំថ្ងៃអញ្ចឹងខ្ញុំសូមឲ្យជួយចែកម្លែកម្នាក់មួយម្នាក់ពីរបានចូលគ្រប់ក៏បានណាចាអាចជួយ share ហើយជួយចាំជួយ follow page របស់ខ្ញុំមួយផងចាំខ្ញុំនៅក្នុងនឹងតាមក្រោមជួយ like page follow account អូខេនេះខ្ញុំ like account ផ្ទាល់ខ្លួនអញ្ចឹងចូលដល់ចំណុចទី2ពាក់ព័ន្ធទៅនឹងការពិនិត្យមើលរោងចក្រហើយនឹងមើលក្រុមហ៊ុនផលិតក្រុមហ៊ុនចែកចាយហើយនឹងរោងចក្រផលិតចាអញ្ចឹងសំណួរសួរឡើងវិញថាតើមាន brand មានម៉ាកត្រឹមត្រូវអត់ចែកចាយប្រហែលប្រទេសហើយចែកចាយតាំងពីឆ្នាំណាចែកចាយហ្នឹងបានន័យថាជួយដល់បង្កើតនៃកេរ្តិ៍ឈ្មោះក្នុងសង្គមបានកម្រិតណាហើយចាឬក៏ផលិតផលហ្នឹងទើបតែបង្កើតទេអញ្ចឹងយើងត្រូវដឹងពីកន្លែងហ្នឹងអូខេអញ្ចឹងកលេចទៅមើលពាក់ព័ន្ធទៅនឹងក្រុមរោងចក្រហ្នឹងតើមើលតើប្រភេទនៃការវិខ្ចប់សម្រាប់ទៅលើការវិខ្ចប់ស្តង់ដារកន្លែងហ្នឹងគឺអាស្រ័យទៅលើម្ចាស់ brand ទេមិនថាម្ចាស់ចែកចាយណាមួយគាត់ចង់កំង
ចាគាត់ចង់កំងឲ្យមានការ design បែបមិនឆ្នៃប្រឌិតបែបណាសម្រាប់ទៅលើរោងចក្រដែលគេផលិតគេវេចខ្ចប់នឹងចាអញ្ចឹងរោងចក្រមួយគេដើរតួគេមិនមែនផលិតតែម៉ាក brand តែមុខគេអ្នកនរនឹងត្រូវដឹងណាបែបហ្នឹងមែនអ្នកចែកចាយតែម្នាក់ហ្នឹងគាត់ផលិតណាគឺគាត់បានថាគាត់គាត់យក10000ផលិតផលមកឬក៏10000 unit មកយកមកចែកចាយលើទំហំទីផ្សារបែរជាមួយខែឬក៏កន្លះខែមានការកាំងសេដ្ឋកិច្ចលក់អត់តាន់ចេញអញ្ចឹងថាតើរោងចក្រហ្នឹងគឺគាត់នៅឈប់សម្រាប់សិនអត់តផលិតទៀតទេចាំខាងគេ order កក់កំងទៅទៀតបានរោងចក្រហ្នឹងផលិតទៀតគេនឹងស្ងៀមមែន no អត់ទេអញ្ចឹងក្នុងរោងចក្រផលិតមួយបើសិនជាអ្នកដែលគាត់កាត់ស្តុកឬក៏ចូលចិត្តកាត់ brand ខ្លួនឯងផលិតផលថៃណាចារោងចក្រហ្នឹងគេមិនមែនផលិតតែរបស់យើងមួយទេច្រើនមុខណាស់ចាច្រើនមុខច្រើន brand ច្រើនម៉ាក់ណាសំខាន់ថាតើយើងហ្នឹងជាម្ចាស់ brand យើងទៅបង្កើតកងត្រាជាមួយនឹងរោងចក្រហ្នឹងបែបណាយើងចេះនិយាយជាមួយគេអត់ពេលខ្លះដែលកន្លែងហ្នឹងឯងដែលមានកាយមិនថាអ្នកចេះបកប្រែគាត់ចេះខាងការងារឯកសារផ្នែកច្បាប់មួយចំនួនជាមួយនឹងរោងចក្រហើយនឹងដៃគូចែកចាយហ្នឹងចាអញ្ចឹងកន្លែងហ្នឹងអញ្ចឹងឥឡូវហ្នឹងយើងមកកន្លែងមើលទៅលើការវេចខ្ចប់កន្លែងវេចខ្ចប់គឺសំខាន់បាទលក់មុខលក់មាត់ណាចាលក់មុខលក់មាត់គ្រាន់តែគេកន្លែងមកបន្តិចមកស្រឡាញ់ហ្មងឃើញស្អាតចាបើសិនជាខោអាវវិញអត់តាមស្ទាបសាច់ទេតែយើងមកត្រូវមើលសិនត្រូវអត់ចាយើងមើលសិនយើងមើលគឺឃើញថាស្អាតបានយើងទៅស្ទាបយើងសួរតម្លៃគេចាអញ្ចឹងការផលិតការម៉ាក់ការ design ផ្នែកដំបូងហ្នឹងគឺជារឿងដែលសំខាន់ចាជារឿងដែលសំខាន់ដែលយើងត្រូវដឹងថាគ្រាន់តែមើលដឹងតែផលិតផលហ្នឹងស្តង់ណាអត់តាន់បានតេស្តទេអត់តាន់បានសារល្បងនៃការប្រើទេអត់តាន់បានសារល្បងនៃការប្រើតា quality វាល្អអត់សមនឹងតម្លៃអត់ទេចាអញ្ចឹងឥឡូវយើងកន្លែងមើលពីការវេចខ្ចប់តាស្តង់ណាអត់កន្លែងនេះគឺចំណុចសំខាន់ជាងគេនៃការមើលផលិតផលស្តង់ណាអូខេអញ្ចឹងខ្ញុំនឹងបង្ហាញពាក់ព័ន្ធទៅនឹងរបៀបនៃការមើលផលិតផលស្តង់ណាសួស្តីណប់ចិត្តចាសួស្តីណប់ប៉ែតតាន់គេងស្មាននឹងនៅក្រេម៉ោងមិន10ទេមិន10ទេឥឡូវខ្ញុំអាចគេងមើលវីដេអូ live មួយខ្ញុំសិនណាជាពិសេសអ្នកនៅក្រេចូលចិត្តដើរផ្សារទំនើបហ្នឹងណាចាគេហៅថា shopping គេអញ្ចឹងឲ្យឃើញផលិតផលម៉ាក់ច្រើនណាចាឥឡូវមកកន្លែងមើលការ live ជាមួយនាងខ្ញុំទាំងអស់គ្នាអរគុណជួយ share ចូលក្រុមម្នាក់មួយម្នាក់ពីរថែមទៀតទៅខ្ញុំអត់លុបវីដេអូហ្នឹងចោលទេខ្ញុំនឹងទុកឲ្យមើលព្រោះវីដេអូហ្នឹងអត់ងាយបានធ្វើទេហើយក៏អត់បានងាយបានចែកម្លែកជុំជាមួយអ្នកទាំងអស់គ្នាដែរតាតាន់គេងស្មានហ្នឹងអូខេតិចទៀតចាំខ្ញុំអាចគេងខ្ញុំបិទ live ចាំគេងមួយខ្ញុំទាំងអស់ចាំគេងពេលជាមួយគ្នាទាំងអស់គ្នាតាឥឡូវយើងមកមើលពាក់ព័ន្ធទៅនឹងស្តង់ដាចាស្តង់ដានៃការវេចខ្ចប់ខ្ញុំមុននឹងបង្ហាញពីនៃការស្តង់ដាខ្ញុំនឹងមាន app មួយចំនួនទៀតដែលខ្ញុំឲ្យបងប្អូនទាំងអស់គ្នាធ្វើការតេស្តចាខ្ញុំនឹងមាន app ខ្ញុំនឹងមានចាំដាក់កាមេរ៉ាឃើញខ្ញុំនឹងមាន app 1 ទៅ 2 app ដើម្បីឲ្យតេស្តពីដឹងថាចេះ scan ផលិតផលហ្នឹងយើងអត់ដឹងថា QR code ណាចាឥឡូវមើលហ្មងតាខ្ញុំដាក់កាមេរ៉ាក្រោយណាហើយធ្វើការតាមដានទាំងអស់គ្នានេះនេះយើងឃើញ QR code ណាចាសុំទោស barcode ហ្នឹងពេលខ្លះយើងអត់ដឹងទេថា barcode ហ្នឹងលេខប្រមាណរបស់ប្រទេសណាត្រូវទេចាអញ្ចឹងខ្ញុំនឹងមាន app មួយនេះដែលខ្ញុំចង់បង្ហាញអូខេនេះជា app មួយដែលខ្ញុំចង់បង្ហាញខ្ញុំបិទ flash សិនអូខេនេះ make in ចាបងប្អូនទាំងគ្នាអាច download ចូលក្នុង Play Store ក៏បានApp Store ក៏បានចាអញ្ចឹងយើង download app នេះ make in នេះយើងធ្វើការ click លើហ្នឹងមកអូខេអញ្ចឹងយើងធ្វើការ scan ដើម្បីយើងឲ្យដឹងថាតើផលិតផលហ្នឹងជាផលិតផលរបស់ប្រទេសណាអញ្ចឹងខ្ញុំដាក់ណានេះខ្ញុំដាក់ហ្នឹងមកហើយខ្ញុំធ្វើការថតវាអាចហិងឹតពេកចឹងយើងពិបាក scan
អាចតាមដានមួយខ្ញុំតិចវាពិបាក scan វាងឹតហ្មងអត់ focus ទេអត់ focus ទេចាំតិចណាខ្ញុំកំពុង scan វា scan ដោយសារវាអត់ focus ខ្ញុំធ្វើការ scan សិនយ៉ាប់ហ្មងកាមេរ៉ានេះវាពលឺរៀងខ្សោយពេលពលឺវារៀងខ្សោយពេលអញ្ចឹងវាអត់ scan ខ្ញុំសូមបង្ហាញម្ដងទៀតដោយសារតែ app នេះបើសិនជាករណីថាខ្ញុំ scan អត់កើតទេវាងឹតអញ្ចឹងខ្ញុំអាចវាយបានចាខ្ញុំអាចវាយ barcode នឹងបានវាយមក8 0នេះខ្ញុំមើលនៅក្នុងគួតវានេះចាខ្ញុំវាយតាមនឹងមកដើម្បីឲ្យយើងដឹងថាដល់ពេលដែលបងប្អូន download លើ app ហ្នឹងមួយហើយយើងចូលដើរផ្សារដល់អីណាយើងអាចមើលបានចាយើងអាចធ្វើការមើលបានថាតើខ្ញុំវាយហើយចេញចុចលើពាក្យ submit ណាបើកភ្លើងតើអូនភ្លើងអស់ត្រឹមហ្នឹងបងភ្លើងអស់ត្រឹមហ្នឹងចាហើយឯនេះគឺវាឃើញមកហ្មងថាផលិតផលហ្នឹងគឺនេះ product country origin ចាបើថាផលិតផលគឺប្រភពដើមចេញពីប្រទេសកូរ៉េមកអញ្ចឹងនេះពាក់ព័ន្ធទៅនឹងផលិតផលដែលយើងបានដឹងថាតើវាចេញមកពីណាចាអញ្ចឹងកន្លែងហ្នឹងតន់ហ៎ចាំមើលខ្ញុំព្យាយាមធ្វើវីដេអូខ្លីៗបន្ថែមទៀតតែយើងអាចអូយកន្លែងនេះអាចដើរភ្លើងបានសោះហ្នឹងណាយ៉ាប់ហ្មងអត់ចេះអត់ដល់ឥឡូវតាហើយហីអញ្ចឹងកន្លែងមកមើលពីការវេចខ្ចប់នេះដែលខ្ញុំចង់និយាយប្រាប់ពីការវេចខ្ចប់ដែលព័ន្ធទៅនឹងផលិតផលដែលយើងមើលទៅលើ standard ឬក៏មិន standard យើងឃើញទី1យើងកន្លែងទៅមើល barcode ពាក្យថា barcode ហ្នឹងbarcode សំដៅទៅលើផលិតផលដែលសម្រាប់យើងធ្វើការបញ្ជាក់ពីផលិតផលហ្នឹងគឺវាជា product original ពីប្រទេសណាមួយចាពីប្រទេសណាបើប្រទេសខ្មែរយើងដាក់មក 0.84 ចឹងចឹង884ចឹងមកថៃ885ចាកូរ៉េ880អីចឹងមកចឹងពេលខ្លះយើងអាចគ្រាន់តែយើងរកសញ្ញាយើងមើលតែក្បាលហ្នឹងគឺយើងដឹងតែបើអ្នកអត់ដឹងទេដូចប្រទេសនៅលើពិភពលោកហ្នឹងប្រហែលចាជាង200ប្រទេសអញ្ចឹងយើងមើលដឹងអត់អស់ទេអញ្ចឹងយើងអាចរក app ហ្នឹងមួយបានចាយើងអាចមើល app រកពាក្យ app ហ្នឹងឈ្មោះថា make in ចាយើង MADE ដូច clear in IN ចាអញ្ចឹងយើងអាចក្លែកមើលទៅលើ app ហ្នឹងមួយដើម្បីយើងស្វែងយល់ពីផលិតផល standard ឬក៏មិន standard ហ្នឹងមកចាមកចំណុចទៀតដែលខ្ញុំចង់ឲ្យមើលគឺ QR code QR code នេះសំដៅទៅលើ QR code នៃក្រុមហ៊ុនចែកចាយចាសម្បីខ្លួនខ្ញុំផ្ទាល់ក៏ខ្ញុំមាន QR code ខ្លួនឯងដែលយើងអាចបង្កើតខ្លួនឯងក៏បានយើង Facebook ក៏យើងមាន QR code សម្រាប់ Facebook account ផ្ទាល់ខ្លួន Facebook ផ្លូវការរបស់ Mark Zuckerberg អាហ្នឹងក៏មាន QR code របស់គេតែនេះគឺ QR code សម្រាប់ QR code របស់ក្រុមហ៊ុនចែកចាយផលិតផលហ្នឹងចាដែលអ្នកខ្លះគាត់ចង់ដឹងនេះខ្ញុំអាចបង្ហាញជូនបានម្ដងទៀតខ្ញុំមាន app មួយទៀតសម្រាប់មើល QR code របស់ប្រទេសណាចាឬក៏វិធីខ្ញុំឲ្យបងប្អូនមើលបន្ថែមបន្តិចឥឡូវយើងចូល Google ណាចាយើងធ្វើការចូលទៅក្នុង Google មកចាំយើងចូលទៅក្នុង Google ហើយយើងថតទៅលើប្រអប់ទៅលើកន្លែងការផលិតមួយហើយដើម្បីយើងដឹងថាតើផលិតផលហ្នឹងគឺចេញមកពីណាចាអាហ្នឹងរបៀបមើលខ្លីៗហើយក្នុងរបស់មួយបងប្អូនមើលពាក់ព័ន្ធនឹងផលិតផលស្តង់ដាចាទី1ពាក់ព័ន្ធទៅនឹងប្រអប់ចាទៅលើប្រអប់អូខេយើងមើលតិចគេមានប្រអប់មកស៊ើបមកជាន់ហើយបានយើងចូលទៅដល់នេះរបស់ផ្ទាល់ដែលយើងប្រើចាអញ្ចឹងទៅលើប្រអប់ហ្នឹងយើងពិនិត្យមើលចា
ទី1គឺគេដាក់ឈ្មោះរបស់គេមកថាតើផលិតផលហ្នឹងសម្រាប់បែបម៉េចចាឈ្មោះផលិតផលគេប្រើដើម្បីឈ្មោះវាអីគេនេះគឺដូច form នឹងមុខចាបន្ទាប់មកគេប្រាប់ពីចម្រោះអូខេចម្រោះវា150មីលីលីត្រយើងកលេចមកមើលនេះចាយើងមើល QR code អូខេយើងមើល barcode ចាហើយអ្វីមួយទៀតសំខាន់មួយទៀតនោះគឺថ្ងៃផុតកំណត់កន្លែងនេះគឺជាថ្ងៃផុតកំណត់អូខេថ្ងៃទី21ចាខែ10 2020ចឹងមកហើយយើងមើលបងប្អូនឆ្ងល់ពាក្យប្រអប់នេះហ៎ 12M ហើយគេបើកពងកញ្ចក់អូខេអញ្ចឹងយើងមើលពាក់ព័ន្ធទៅនឹង QR code យើងមើល barcode អូខេគេប្រាប់នៃការផលិតណា make in Korea អញ្ចឹងមកចា 12M បើក 12M ហើយប្រអប់កន្លងមួយនេះផលិតផលខ្លះគឺមានផលិតផលខ្លះអត់មានទេចាអញ្ចឹងឥឡូវយើងមកមើលយើងមើលថា 12M បើកនេះតើមានន័យម៉េចចាអញ្ចឹងឥឡូវអាច note ឆ្នាំជាមួយគ្នាខ្ញុំទាំងអស់គ្នា12ហ្នឹងหมายថាបន្ទាប់នៅពេលដែលយើងបន្ទាប់ពីនៅពេលដែលយើងគាស់ប្រើចាយើងច្របាច់ចាយើងហែកប្រើណាចាយើងបកផ្ទះនេះខ្វាច់ហើយយើងហែកប្រើវាប្រចាំថ្ងៃអញ្ចឹងបន្ទាប់ពីថ្ងៃដែលយើងបើកថ្ងៃទី1រហូតមកដល់ចារហូតមកដល់រហូតបានន័យថាពីថ្ងៃដែលយើងបើកទី1ថ្ងៃប្រើថ្ងៃនោះមកយើងបើកប្រើថ្ងៃហ្នឹងគឺបានរយៈពេល12ខែចា 12M ហ្នឹងគឺសំដៅទៅលើ12ខែចាអញ្ចឹងផលិតផលហ្នឹងតែបើកប្រើហើយអីទុកសុពលភាពរបស់វាគឺបាន12ខែទោះបីជាថ្ងៃ expire របស់វាមិនទាន់ចប់ក៏ដោយចាអញ្ចឹងយើងអាចធ្វើការ note ចំណាំកន្លែងនេះតិចតែបើសិនជាយើងអត់ទាន់បើកគាស់ប្រើទេចាគឺវាអស់ថ្ងៃសុពលភាពថ្ងៃផុតកំណត់ហ្នឹងទាន់ដល់ថ្ងៃនេះថ្ងៃដែលគេបានដាក់នេះអូខេតោះអត់ឡើយហ្នឹងអាចជួយ comment អូខេម្នាក់តិចមកចែកម្លែកបានល្អមែនតើអូនចាអរគុណច្រើនបងអរគុណតាឥឡូវមើលទៅមុខបន្តិចទៀតយើងមើលពាក់ព័ន្ធទៅនឹងដៃគូសហការចែកចាយចាដៃគូសហការចែកចាយយើងមើលមានទាំងអស់ផលិតផលស្តង់ដាបងប្អូនមើលគឺមាននៅក្នុងប្រទេសណាខ្លះទី1សិង្ហបុរីចាចែកចាយហ្នឹងមិនមែនមានត្រឹមតែប៉ុណ្្នឹងទៀតចានេះគ្រាន់តែគេអ្នកដែលគេ corporate ឈ្មោះចាបន្ថែមទេយើងភ្នំពេញយើងនេះចាសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនភ្នំពេញ Cambodia នេះគេមាន website សម្រាប់នៅក្នុងប្រទេសខ្មែរ website នៅក្នុងប្រទេសសិង្ហបុរីចានៅក្នុងពាក់ព័ន្ធទៅនឹងចា Island ហ្វីលីពីនចានៃ PA ប្រទេសហ្វីលីពីនបន្ទាប់មកកូឡាឡាំពួរម៉ាឡេស៊ីចាបន្ទាប់មកអានេះគឺជា OHD Center វិទ្យាស្ថានស្រាវជ្រាវ Khoma B&A Co Ltd ចារោងចក្រចាតិចទៀតខ្ញុំឲ្យខ្ញុំពិនិត្យឲ្យមើលកន្លែងហ្នឹងតិចចាគ្រាន់តែ scan មកគឺយើងឃើញរោងចក្រហ្នឹងហ្មងបងប្អូនខ្លះដែលគាត់ទិញរបស់ប្រើចាទិញរបស់ប្រើនៅក្នុងទីផ្សារបើសិនជាយើងចង់ដឹងថាជុំរោងចក្រផលិតផលិតផលហ្នឹងរោងចក្របែបម៉េចវិញរូបភាពម៉េចគេបានរបស់បានល្អម៉េះបានស្អាតម៉េះបានលយម៉េះចាយើងគ្រាន់ scan ទៅលើអាពីហ្នឹងខ្វាច់ចាចេញរោងចក្រគេមកហ្មងឃើញរូបភាពរោងចក្រគេមកហ្មងចាអញ្ចឹងរោងចក្រនៃផលិតគឺរោងចក្រ Khoma ចាអញ្ចឹងអានេះខ្ញុំចង់ឲ្យមើលពីផលិតផលស្តង់ដាគឺគេមានរ៉ាយរ៉ាប់អញ្ចឹងទាំងអស់មិនត្រឹមតែប៉ុណ្្នឹងទេណែមកមើលខាងក្រោយចាយើងមើល ingredient របស់គេច្រើនណាស់ខ្ញុំអត់ដឹងទេចានេះជាសិទ្ធិសមាសធាតុរូបមន្តគីមីមួយចំនួនវត្ថុធាតុដើមចេញពីផ្កាយខ្លះអញ្ចឹងបងប្អូនចង់ដឹងរត់តែងាយទៀតខ្ញុំបង្ហាញតែត្រូវមើលមិនអាហ្នឹងមើលមិនគេมันដឹងថា ingredient ហ្នឹងថាតើវត្ថុធាតុដើមនៃការផលិតរបស់គេហ្នឹងគឺចេញមកពីរូបភាពបែបម៉េចខ្លះចាចង់ដឹងមិនខ្លះអញ្ចឹងអ្នកខ្លះអ្នកដែលគេឧទាហរណ៍ណាចារោងចក្រដែលផលិតឃើញចង់លួចឬក៏ឲ្យគេមួយចំនួនណាគេចូលមកមើលកន្លែងហ្នឹងហើយគេដើររកមុខឲ្យដូចគេមកហើយយើងធ្វើការផលិតចាវាតែវាមិនដូចរបស់ Sin original របស់គេតែនេះខ្ញុំចង់និយាយថាតែគេចង់ដឹងថាជុំផលិតផលគេម៉ាកល្អអញ្ចឹងផលិតផលប្រើតែជនប្រើត្រូវអញ្ចឹងថាតើគេផលិតហ្នឹងគេផលិតចេញមកបែបម៉េចខ្លះចានេះមួយទៀត direction ចាផលិតផលស្តង់ដាបងប្អូនត្រូវចាំថាបើសិនផលិតផលលក់នៅក្នុងស្រុកណាគឺពីច្រើនអស់ឲ្យត្រឹមតែគេប្រើភាសាស្រុកនៅក្នុងស្រុក local ចាតែបើសិនជាផលិតផលហ្នឹងជាអន្តរជាតិណាច្រើនចែកចាយច្រើនប្រទេសគឺដឹងហើយថាភាសាអង់គ្លេសគឺជាភាសាមួយដែលគេប្រើជាអន្តរជាតិចាចឹងយើងមើលនេះរបៀបនៃការប្រើចាហើយបើសិនជាប្រើទៅមានប្រតិកម្មផលប៉ះពាល់អីគេប្រាប់យើងទៀតអូខេ
ចាចឹងច្រើនមែនតែនឥឡូវតាស់មកមើលពីរបៀបដែលចង់ដឹងថាតើរោងចក្រចង់គ្រាន់តែឃើញប្រអប់នឹងមកយើងបើកមកណាយើងបើកទូរស័ព្ទមកហើយយើងចូល Google តិចមកប្រហែលទីមួយនេះអត់មានទៅសិនម៉ាក់ខ្ញុំកំពុងតែ live នេះខ្ញុំអាចប្រើការថតបានអូខេខ្ញុំម៉ាក់ដែលយើងកំពុងតែ live នេះគឺខ្ញុំអាចថត scan រូបភាពទាំងអស់ហ្នឹងសម្រាប់ក្នុងការអូខេអត់មានមែន iPhone ប្រភេទនេះវាអត់មានអត់អាចឲ្យខ្ញុំថតស្វែងរករូបភាពទាំងអស់នឹងបានអូខេមិនជាបញ្ហាទេខ្ញុំនឹងធ្វើវីដេអូខ្លីៗដើម្បីបញ្ចូលពីរបៀបហ្នឹងមើលទៀតឥឡូវខ្ញុំ live តែអញ្ចឹងយើងថតមកដើម្បីយើងឃើញហើយចាយើងឃើញរោងចក្រនៃការផលិតបែបម៉េចហ្នឹងអូខេសេចតាក់ខ្ញុំតាក់ម៉ាក់សិនអូខេអរគុណច្រើន sponsor ដែលបានសរសើរតាអូខេឥឡូវខ្ញុំបញ្ចប់ពាក់ព័ន្ធទៅនឹងស្តង់ដារនៃការវេចខ្ចប់នៅ12 3ចំណុចទៀតទេបងប្អូនចប់ហើយម៉ោងម៉ាននេះអូខេ9កន្លះហើយតាអញ្ចឹងយើងមកមើលមួយទៀតតាផលិតផលស្តង់ដារអូខេមិញសម្រាប់នៃការចំណេះជាចំណេះដឹងសម្រាប់តាំងអ្នកចែកចាយអ្នកលក់បន្តចាអ្នកដែលចង់បង្កើត brand ស្វែងយល់ចាហើយនឹងអ្នកប្រើប្រាស់ចាសំខាន់ទីជាងគេនោះគឺអ្នកប្រើប្រាស់អូខេឥឡូវយើងមកមើលពីគុណតម្លៃនៃផលិតផលស្តង់ដារចាគុណតម្លៃនៃផលិតផលស្តង់ដារយើងអាចកលេចទៅមើលតើអ្នកណាជាអ្នកចែកចាយខ្ញុំសំដៅលើទាំងក្រុមហ៊ុនខ្ញុំសំដៅលើទាំងតំណាងខ្ញុំសំដៅលើទាំងអ្នកបង្កើត brand បុគ្គលផ្ទាល់តើអ្នកណាជាអ្នកចែកចាយចាបានថាគាត់មានចំណុចទូក្នុងនឹងបន្ថែមទៀតសួស្តីបងច័ន្ទណាធ្វើឲ្យបងស្មាននេះអូខេអញ្ចឹងមួយទៀតតើគាត់មានក្រមសីលធម៌ល្អអត់ចាសេវាកម្មល្អអត់ហើយហ៊ានទទួលខុសត្រូវក្នុងការលក់ការបង្កើតសេវាកម្មទាំងតំណាងចែកចាយផ្សេងទាំងការចែកចាយបន្តអត់នេះជាគុណតម្លៃពាក់ព័ន្ធទៅលើផលិតផលស្តង់ដារចាតាមម៉ាតហ្នឹងតើហាងលក់ទំនិញលើរាងអនឡាញក្តីទាំងបង្កើតឈរជើងនៅលើផ្ទាល់ដែលយើងមើលឃើញផ្ទាល់ចាប់ផ្សារទំនើបហាងលក់ផ្សេងតើវាពិតជាត្រឹមត្រូវស្តង់ដារពិតជាល្អស័ក្តិសមទៅនឹងការចែកចាយទៅលើ quality product ហ្នឹងអត់ចាឥឡូវចូលដល់ចំណុចទី4ហ្មងជាពិសេសសំខាន់ផលិតផលស្តង់ដារល្អគុណភាពអត់ចំណុចទី1ដែលខ្ញុំចែកម្លែកថាផលិតផលស្តង់ដារគឺទី1គុណភាពល្អចារោងចក្រការផលិតការវេចខ្ចប់ឥឡូវយើងមកមើលថាតើផលិតផលស្តង់ដារហ្នឹងអ្នកចែកចាយអ្នកលក់ហ្នឹងគាត់មានក្រមសីលធម៌អត់ហ្នឹងគាត់ហ៊ានប្រើខ្លួនឯងអត់ចានេះជាចំណុចទី1បានន័យថាផលិតផលដែលគាត់ផ្សព្វផ្សាយដែលគាត់លក់ហ្នឹងអ្នកខ្លះលក់គ្រឿងក្អូបបងប្អូនអរគ្នាចង់1000មុខចាតែសួរថាគាត់ប្រើគ្រប់ទាំង1000មុខហ្នឹងមែនអត់ទេអស់ហើយប្រើ1 2ជួនកាលគាត់ប្រើមិនដឹងនឹងក្នុងគាត់លក់នឹងផងត្រូវទេចាជួនកាលមិនគាត់ប្រើមិនត្រូវតែនឹកក្នុងការលក់គាត់នឹងផងចាអញ្ចឹងខ្ញុំចង់និយាយថាជាពិសេសទៅហ្នឹងសំខាន់ស្តង់ដារចែកចាយល្អតើអ្នកលក់នឹងគាត់ប្រើរបស់គាត់ដែលលក់នឹងអត់ចាហ្នឹងហើយនៅពេលដែលគាត់បង្កើតទំនុកចិត្តបង្កើតបានថាឲ្យមានភាពជឿជាក់មួយទៅលើសម្រាប់តអ្នកទិញដែលគាត់ហ៊ានឈានដល់សម្រាប់ចិត្តនៃការទិញណាគេមើលចាក់ស្ដែងទៅលើការដែលគាត់ហ៊ានប្រើប្រាស់នឹងអត់ចានេះកន្លែងនេះដែលខ្ញុំចង់ឲ្យបងប្អូនយល់អូខេចូលដល់ចំណុចទី5ទៅលើតម្លៃអូខេយើងមកកន្លែងមើលមួយទីបនេះវាចម្រោះវា150មីលីលីត្រគុណភាពវាយើងអត់តាន់ដឹងទេត្រូវទេដោយសារអ្នកខ្លះគាត់អត់តាន់បានប្រើទេត្រូវអត់អ្នកខ្លះគាត់ប្រើគាត់ដឹងហើយចាតែតាមមួយទីបហ្នឹងវាមានគុណភាពស័ក្តិសមទៅនឹង quality វាអត់ហើយចម្រោះវាអត់ចាដើម្បីយើងដឹងថាស័ក្តិសមមិនស័ក្តិសមតើតែបុគ្គលហ្នឹងគាត់ជាអ្នកដែលប្រើផលិតផលបំហានថា form យើងមកគាត់ប្រើ form ផ្សេងអញ្ចឹងទីមុខគាត់ប្រៀបធៀបទៅលើបរិមាណ
ចាទៅលើក្រុមហ៊ុនផលិតទៅលើការវិចខ្ចប់ទៅលើគុណភាពចាផលិតផលខ្លះស្តង់ដារផលិតផលស្តង់ដារ brand របស់គេល្អដែរតែចម្រោះរបស់គេអត់ដល់ហ្នឹងឯងធំតែ100 មីលីលីត្រឬក៏120 មីលីលីត្រអីចឹងមកចាតម្លៃគេបែបមកចឹងទៅចាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនមើលហើយផលិតផលម៉ាក់ប៉ុណ្នេះបងប្អូនដឹងតម្លៃប្រហែលនេះសាក់ទាយមកឥឡូវតម្លៃដើមក្រុមហ៊ុនសាក់ទាយសិនមើលចាខ្ញុំដឹងថាមានអ្នកដឹងនៅក្នុងហ្នឹងចឹងជួយ comment មួយម៉ាត់មើលថាតម្លៃដើមនៅក្នុងហ្នឹងប្រហែលដែលចម្រោះប៉ុណ្ណឹងចាអញ្ចឹងនេះតម្លៃនេះដែលខ្ញុំឲ្យដឹងថាពាក់ព័ន្ធទៅនឹងតម្លៃថាតើតម្លៃហ្នឹងវាសាក់មួយម៉ាត់ជាមួយនឹងគុណភាពហ្នឹងអត់អូខេចំណុចទី6ចុងក្រោយធ្វើម៉េចទៅដឹងធ្វើម៉េចទៅដឹងថាគុណភាពផលិតផលហ្នឹងនេះចំនួនចោតសួរទៅលើអ្វីដែលខ្ញុំបកស្រាយទាំងអស់មិញណាអូខេមានអ៊ីនធឺណិតទី1ប្រើ Google មួយទី2ប្រើ ad ដែលខ្ញុំប្រាប់មិញគឺ make in ទី1ទៀតរបៀបចេះនៃការចេះមើលចានេះចេះមើលលើសវកមើលការផលិតចាមិនធំតែប៉ុណ្្នឹងហើយមើលគ្រឿងសាច់ខាងក្នុងវាផងចាគេប្រាប់បែបម៉េចនេះកន្លែងនេះដែលយើងត្រូវដឹងហើយកន្លែង expire នេះមិញនេះគេដាក់លើប្រអប់ឯណាតែផលខ្លះកន្លែង expire ដាក់លើទៅលើប្រអប់ឯតែនេះដាំជាប់នៅកន្លែងនេះទៀតនេះចាដាំជាប់នៅកន្លែងនេះទៀតចាកែអត់បានកោះអត់បានលុបអត់បាននេះអញ្ចឹងកន្លែងនេះដែលខ្ញុំឲ្យបងដឹងថារបៀបនៃការតាមដានមិនហ្នឹងមុននឹងដឹងថាផលិតផលនេះគឺយើងចេះរបៀបនៃការមើលចារបៀបចេះនៃការមើលនៃការមើលទាំងអស់ហ្នឹងចាដូចជាសម្រាប់នៃការ present របស់ខ្ញុំតិចមិនហ្នឹងខ្ញុំគិតថាវារៀងច្រើនតិចអាចនឹងបងប្អូនមួយចំនួនគាត់បានយល់ច្រើនមួយចំនួនទីគាត់រៀងពិបាកនៃការយល់អញ្ចឹងឥឡូវអាចជួយ comment មួយម៉ាត់មកថាយល់ច្បាស់ច្រើនទេអាច comment អូខេមួយម៉ាត់ណាចានេះដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនអ្នកគ្នានៃមេរៀននេះហ្នឹងពាក់ព័ន្ធនឹងមើលរបៀបមើលនៃផលិតផលស្តង់ណាចាចឹងអាចមើលបានហើយខ្ញុំអាចជំរាប5បន្តិចទៀតអូខេជំរាប5បន្តិចទៀតនៃការផលិតមើលណាចាអញ្ចឹងផលិតផលខ្លះវាប្រាប់មួយម៉ាត់ទៀតនេះចានេះមានពាក្យ halal ចានេះសម្រាប់បងប្អូនជនជាតិឥស្លាមដែលគាត់បារម្ភkhoảngថាគាត់ប្រើបានអត់បងប្អូនជនជាតិឥស្លាមគាត់មិនមែនចេះតែក្នុងការទិញប្រើទេត្រូវទេចាគាត់អត់ចេះទិញប្រើប្រេះប្រាស់ទេគាត់និយាយរំទៅគឺច្បាប់ទម្លាប់ពីខាងគាត់គឺអញ្ចឹងបើសិនជាផលិតផលហ្នឹងវាមានប្រើពាក្យ halal បែបហ្នឹងគឺពួកគាត់ទិញប្រើបានទិញញ៉ាំបានចាទិញញ៉ាំបានអត់បញ្ហាចាតែបើសិនជាអត់មានម៉ាក់ហ្នឹងទេគឺគាត់អត់ហ៊ានទិញប្រើទេអញ្ចឹងនេះសម្រាប់បងប្អូនជនជាតិឥស្លាមហើយក្នុងនេះសម្រាប់បាកូដនេះ QR code ដែលខ្ញុំប្រាប់ហើយថ្ងៃនេះថ្ងៃផុតកំណត់អូខេយើងក៏លេខទៅមើលតែសម្រាប់ form លាងមុខណាចារបស់ដែរមិនដាក់ចូលក្នុងមាត់ចាអត់មានពាក្យ halal ហ្នឹងមិនមែនអត់បញ្ហាតែបើសិនរបស់ដាក់ក្នុងមាត់ដូចជាមិញរបស់ញ៉ាំហើយមួយហ៊ីមហើយមួយទៀតថ្នាំដាក់ថ្មិញគាត់ត្រូវដាក់ក្នុងមាត់ត្រូវឯងចាដល់ថ្មិញអញ្ចឹងនេះតើតើមានពាក្យ halal នេះទៅគាត់ទិញប្រើបានដោយទំនុកចិត្តដោយសុវត្ថិចិត្តចាអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យដឹងចាអូខេនេះសម្រាប់ចំណុចតែបងប្អូនជនជាតិឥស្លាមដែលគាត់ប្រើអញ្ចឹងផលិតផលដែលមានម៉ាកបែបហ្នឹងគឺគាត់សុវត្ថិចិត្តណាឲ្យផលិតផលម៉ាកទាំងអស់នេះមិនមែនចែកចាយទៅក្នុងស្រុកខ្មែរតែក្នុងប្រទេសកូរ៉េមានដល់14ប្រទេសនៅលើសកលលោកអញ្ចឹងវីដេអូក្រោយៗខ្ញុំនឹងចែកម្លែកថាមើលបែបណាអូខេរបៀបចូលមើលបែបណាចាអ្នកគ្រូអូខេអរគុណចាអញ្ចឹងអរគុណច្រើនចាអរគុណច្រើនបងប្អូនអរគ្នាដែលបានចូលមើលនៅក្នុងការ live របស់នាងខ្ញុំថ្ងៃហ្នឹងសង្ឃឹមថាវាអាចជាចំណេះដឹងបន្តិចបន្តួចសម្រាប់អ្នកនរគ្នាស្វែងយល់សិក្សាទៅលើការរស់នៅជីវភាពប្រចាំថ្ងៃដែលអាចស្វែងយល់ពីរបស់នៃការមុនចំណាយលុយទិញប្រើពូលុយមិនយើងចំណាយទិញប្រើគឺសំខាន់ណាស់ត្រូវទេហើយបើអ្នកលក់ទៀតយកមុខយកមាត់ទៅលក់ឲ្យ brand ហ្នឹងម៉ាកហ្នឹងទៀតគាត់គិតគូហ៎មិនមែនគាត់ចេះតែលក់ទេបើអ្នកចេះតែលក់ខ្ញុំអត់និយាយទេចាតែបើសិនអ្នកគាត់គិតគូគាត់ត្រូវតែជាចំណេះដឹងមួយដែលគាត់អាចចេះមើលដើម្បីគាត់យកលក់បានចាកុំខ្ញុំយល់រួមមិនថានេះតែកុំចេះតែលក់យកបិទផលយកមកលក់បន្តិចមកខ្លងពីខ្លងនឹងរបស់អីដែលយកមកលក់ដល់អត់មានស្តង់ដារមួយខែពីក្រោយ3ខែក្រោយផលិតផលហ្នឹងហួស delay ប្រើលេងកើតចាកន្លែងហ្នឹងគឺពិបាកចឹងកន្លែងហ្នឹងដែលយើងត្រូវដឹងចាសិក្សាស្វែងយល់តិចទៅចែកម្លែកអត់
អត់មានត្រូវដល់គ្នាត្រូវចំណាយលុយបងលុយឲ្យខ្ញុំផងអញ្ចឹងសង្ឃឹមថាអាចយកជាចំណេះដឹងតិចតួចចែកម្លែកឲ្យប្រាប់តគ្នា share ចែកម្លែកចាអញ្ចឹងអរគុណច្រើនសម្រាប់ការចូលមើលក្នុងការ live របស់ខ្ញុំថ្ងៃនេះជួបគ្នានៅក្នុងការ live វីដេអូក្រោយៗទៀតចាអរគុណបាយបាយ Good night